បងប្អូនក្រាន់តែនិយាយលេងជាមួយខ្ញុំថាហៅខ្ញុំថាជាអគ្គផោះភាជាន់ខ្ពស់ខ្ញុំក៏ទទួលយកខ្ញុំទទួលយកដោយការពេញចិត្តដើម្បីផ្គប់គង់កងទ័ពវាយចោលទៀតសម្លេងរបស់ហ៊ុនសែនគឺជាសម្លេងជាតិរបស់កម្ពុជាជាមេដឹកនាំនៅក្នុងការលើកគោលនយោបាយយុទ្ធសាស្ត្រការពារជាតិដោយផ្អែកលើខឿនការពារជាតិរបស់ប្រជាជនហ៊ុនសែនបានដឹកនាំប្រទេសនេះចូលរួមដឹកនាំនិងដឹកនាំប្រទេសនេះរយៈពេលជិតកន្លះសតវត្សទៅហើយដោយតែគ្មានការចាំបាច់ណាដើម្បីឲ្យខ្ញុំទៅកាន់អគ្គបញ្ជាការកងទ័ពខ្លួនឯងនោះទេហើយឥឡូវនេះឧត្តមសេនីយ៍នៅខាងក្រោយទាំងប្រមាណពួកគេតែងតែគោរពនិងផ្ដល់តម្លៃដល់ខ្ញុំក្នុងឋានៈជាមេដឹកនាំរបស់ពួកគេខ្ញុំមិនមែនត្រឹមតែជាមេតបទេក៏ប៉ុន្តែគឺជាអ្នកបង្កើតតបដើម្បីវាយប៉ុលពតកាលពីដើមហេតុអ្វីទៅបានជាអ្នកឯងមកបំផន់ត្រឹមតែប៉ុណ្ណឹងអ្នកឯងបំផន់ខ្ញុំសូមជូនសារទៅអ្នកឯងសូមកុំបំផន់ការភ្លេចភ្លាំងប្រវត្តិសាស្ត្រវង្វេងប្រវត្តិសាស្ត្រឬបំភ្លៃប្រវត្តិសាស្ត្រអ្នកឯងធ្វើមិនបានទេកិច្ចព្រមព្រៀងបារាំងសៀមអមដោយផែនទីកាលពីឆ្នាំ1907ណែឯងត្រូវតែគោរពបើណែឯងមិនគោរពទេគឺស្មើនឹងចោលយើងប្រើផែនទីត្រឹមត្រូវរបស់យើងតាមដោយច្បាប់អន្តរជាតិតាមច្បាប់អន្តរជាតិណែឯងចុះហត្ថលេខាជាមួយនឹងបារាំងនៅពេលនោះណែឯងត្រូវតែទទួលស្គាល់ដោយសារណែឯងមិនទទួលស្គាល់ផែនទីនោះហើយគូសផែនទីខ្លួនឯងទើបមានរឿងនេះកើតឡើងដូច្នេះបង្កវិនាសកម្មសម្រាប់ប្រជាជនកម្ពុជាឥឡូវសូម្បីតែអ្នកទៅនឹងកូនខ្ចីអ្នកដែលមានផ្ទៃពោះក៏មកកាន់ទីនេះមនុស្សចាស់ជនពិការក៏មកកាន់ទីនេះតើប្រជាជនកម្ពុជាចង់បានទេយើងអត់ចង់បានទេខ្ញុំជឿជាក់ថាប្រជាជនថៃក៏មិនចង់បានដែរក៏ប៉ុន្តែមានជនល្មោបសង្គ្រាមមួយកុំតូចដែលចង់ធ្វើរឿងនេះជំលោះនយោបាយនៅឯបាងកកបានផ្ទេរជំលោះមកកាន់ព្រំដែនកម្ពុជាថៃអ្នកត្រូវយល់មិនមែនកម្ពុជាល្ងងដែលមិនដឹងរឿងរបស់អ្នកឯងទេថ្ងៃស្អែកខ្ញុំនឹងបកស្រាយជូនអ្នកឯងសូម្បីតែអ្នកឯងដូរឧបនាយករដ្ឋមន្ត្រីអនុជិញដែលជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមហាផ្ទៃក៏អ្នកឯងប្រាំមកខ្ញុំដែរអ្នកឯងសូម្បីតែគ្នារបស់អ្នកឯងក្បត់ទៅហើយតើជាមួយខ្ញុំអ្នកឯងហ៊ានក្បត់ទេច្បាស់ជាហ៊ានក្បត់ថ្ងៃទី15ណែទៅចាំបានប្រាំតាមមនុស្សម្នាក់ថាដូរអនុជិញចេញពីរដ្ឋមន្ត្រីមហាផ្ទៃដើម្បីយកក្រសួងមកឲ្យធ្វើថៃកាន់ខ្ញុំសូមជម្រាបអ្នកឯងខ្ញុំបានប្រាប់ទៅអ្នកឯងវិញថាដូរគេប្រយ័ត្នគេដូរខ្លួនឯងហើយអ្នកឯងរងចាំមើលទៅនៅលទ្ធផលហើយប្រសិនបើអ្នកឯងបើហ៊ើនខ្ញុំនឹងលាតត្រដាងទាំងអស់នៅអ្វីដែលអ្នកឯងនិយាយជាមួយខ្ញុំរាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់អ្នកឯងខ្ញុំអាចនិយាយអញ្ចឹងហើយកូនរបស់អ្នកឯងបដៅកូនរបស់អ្នកឯងបដៅកូនរបស់អ្នកឯងក៏មានកូនធ្វើនាយករដ្ឋមន្ត្រីហើយខ្ញុំក៏មានកូនធ្វើនាយករដ្ឋមន្ត្រីប៉ុន្តែអ្នកឯងកុំខំផន់ច្រឡំអសោះជាមួយនឹងហ៊ុនសែនកុំផន់ច្រឡំខ្ញុំអត់មានជំពាក់គុណថៃសូម្បីអ្វីមួយជាតិរឿងមួយប៉ុន្តែរឿងបុគ្គលគឺអត់ទេខ្ញុំអត់មានជំពាក់គុណណាទេពាក់គុណថៃទេប៉ុន្តែពួកក្រុមណែឯងជំពាក់គុណខ្ញុំមិនទាសគុណទេតែអ្វីដែលខ្ញុំចង់បានគឺតំណែងតំណងស្មើភាពគ្មានការឈ្លានពានគ្នាគ្មានការជឿជ័យគ្នាតែប៉ុណ្ណឹងទេតែណែយល់ទេហើយបើណែចង់បានបន្ថែម
ណែឆ្លើយតបយុគនឹងដើម្បីខ្ញុំប្រមូលព័ត៌មានហើយខ្ញុំវាយមកចានចេញនៅថ្ងៃស្អែកខ្ញុំអាចពជាពេលធ្វើដំណើរទៅទីក្រុងភ្នំពេញដើម្បីខ្ញុំនិយាយខ្ញុំអាចយកពេល4ទៅ5ម៉ោងដើម្បីនឹងនិយាយរឿងនេះហើយផ្សាយបន្តតែម្ដងហើយថ្ងៃនេះខ្ញុំគ្រាន់តែបញ្ចេញបន្តិចដើម្បីរងចាំមើលនៅឯងប្រតិកម្មយ៉ាងម៉េចយប់នេះខ្ញុំសូមជម្រាបថាណែឯងបានមកស្នាក់នៅផ្ទះខ្ញុំរស់នៅផ្ទះខ្ញុំហើយណែឯងបានពឹកពាក់អ្វីខ្លះណែឯងនិយាយជាមួយខ្ញុំអ្វីខ្លះសូម្បីតែជនជាតិរបស់ណែឯងក៏ណែឯងក្បត់អញ្ចឹងណែឯងមិនខ្លាចក្បត់ជាមួយខ្ញុំទេខ្ញុំយល់រឿងនេះព្រោះរឿងវាបានកើតឡើងអញ្ចឹងណាណែឯងគួរតែបដៅកូនរបស់ណែឯងទៅហើយកូនស្រីរបស់ណែឯងគួរតែត្រូវបានគេហៅថាត្រូវបានកុំប្រមាថអ្នកដទៃកុំប្រមាថអ្នកដទៃប៉ុន្តែអ្វីដែលវាបានកើតទៅហើយយើងសង្ឃឹមរងចាំថានៅប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីហើយចេញមកដើម្បីនឹងដោះស្រាយជាមួយកម្ពុជាព្រោះនៅពេលនេះយើងមិនដឹងថាត្រូវចរចាជាមួយនរណាអំណាចពិតប្រាកដគឺជានរណាតើជាតបឬជាបកនយោបាយឬក៏អ្នកនៅក្រោយបកនយោបាយឬក៏ជានាយករដ្ឋមន្ត្រីវាអត់ដឹងថានរណាជាអ្នកមានអំណាចពិតប្រាកដវាលំបាកណាស់ហើយយើងក៏អាចយល់ដឹងបានថាគឺលុះត្រាតែមាននាយករដ្ឋមន្ត្រីថ្មីចូលកាន់តំណែងអ្នកជនអ្នកនោះអាចនឹងមានសុខចិត្តដោះស្រាយជាមួយនឹងកម្ពុជាមិនមើលទៅថៃជាសត្រូវនោះទេយើងគ្រាន់តែចាត់ទុកថាពួកជ្រុលនិយមមួយក្រុមដោយរយទៅដោយកងទ័ពខ្លះនិងអ្នកនយោបាយខ្លះតែប៉ុណ្ណោះយើងមិនប៉ះពាល់មិនថាអាវក្រហមមិនថាអាវលឿងមិនថាអាវសម្រុះពណ៌នោះទេយើងធ្វើការគ្រប់ជាមួយតួអង្គទាំងអស់ដែលចូលមកគ្រប់គ្រងប្រទេសថៃយើងមិនរំពឹងថាគាំទ្របកនេះបកនោះយើងមិនដែលធ្វើកិច្ចការងារនោះទេត្រង់តែឯងពឹងពាក់ខ្ញុំយ៉ាងម៉េចសុំខ្ញុំពិគ្រោះយោបល់យ៉ាងម៉េចខ្ញុំមានធ្វើបើសិនជាអ្នកឯងចង់ឲ្យខ្ញុំបញ្ចេញនៅថ្ងៃស្អែកខ្ញុំក៏នឹងបញ្ចេញនៅថ្ងៃស្អែកអំពីអ្វីខ្លះដែលអ្នកឯងបានធ្វើជាមួយខ្ញុំហើយបានប្រាប់ខ្ញុំរាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់អ្នកឯងអានឹងខ្ញុំគ្រាន់តែជូនសារប៉ុណ្ណឹងទេជូនសារប៉ុណ្ណឹង